នេះគឺបន្លែសម្លកកូរសាច់ជ្រូកមានសពមុខមានល្ហុងមានស្លឹកបាសមានស្លឹកម្រុំមានស្លឹកម្រះមានផ្ទីនេះគឺធម្មជាតិពិតនេះស្លនៅក្រោយផ្ទះលីសាស្លកកូរឥឡូវធ្វើម៉េចជាស្លកូរនៅក្រៅផ្ទះជាការធម្មជាតិទេនេះឯនាងខ្ញុំវិញលីងសាច់ជ្រូក3ជាន់ហ្នឹងតើក្រៀមបានខ្ញុំចាក់បន្លែចូលឥឡូវខ្ញុំលីងសាច់ជ្រូកបានក្រៀមហើយយើងចាក់គ្រឿងវាចូលយើងកូរឲ្យសព្វហើយហុកនេះវិញខ្លាចវាស្អុយលាងទឹកឲ្យស្អាតហើយបានយកមកដាក់នេះគឺស៊ុបខ្នុរដាក់មកនឹងទីស្ពូនគឺប៊ីចេងយើងដាក់ប៉ុណ្ណឹងមកខ្ញុំស្មានទេខ្ញុំនេះគឺស្ករដាក់មក2 teaspoon អំបិលខ្ញុំដាក់មកតែព្រា teaspoon សិនស្រេចតែយើងចំណូលឬប្រៃសាបយើងដាក់ថែមទៀតទៅចងវិញនាងខ្ញុំដែរអត់ដាក់រេទឹកហ្នឹងគេអ្នកខ្លះគេដាក់សម្រាប់តែឆាយបើខ្ញុំ everything ខ្ញុំពុតទឹក oyster ហ្នឹងចាយើងកូរគ្រឿងវាទៅឈ្ងុយចូលគ្នាណាហើយបើថាយើងខ្វះសាបឬប្រៃនៅលើបងប្អូនចង់ពិសាទេចាព្រោះនាងខ្ញុំធ្វើសម្រាប់នាងខ្ញុំបងប្អូនធ្វើសម្រាប់បងប្អូនអញ្ចឹងយើងលេងគ្រឿងឈ្ងុយហើយយើងចាក់បន្លែចូលបន្លែដល់ហើយនេះបន្លែនេះវាឆ្នាំងបឹបហ្មងសប់ទៅសប់ហើយយើងទុកវាឲ្យសពោបន្លែអញ្ចឹងចាំយើងចាក់ទឹកចូលយើងបានបន្លែបានសពោហើយឥឡូវយើងចាក់ទឹកចូលចាចាក់ទឹកមកល្មមដែលយើងចង់ញ៉ាំអញ្ចឹងទៅមកខ្ញុំមកចាក់ទឹកយើងច្រើនតិចប៉ុណ្ណេះមើលសិនចាក់ឲ្យបានមកវិញអញ្ចឹងឥឡូវយើងចាំចាក់ម្ដងទៀតឥឡូវយើងបានទឹកប៉ុណ្ណឹងបានទឹកសម្លកកូរផ្ទីនេះគឺស្លឹកអីចេះស្លឹកម្រះហូនឹកនិយាយចាញ់ចេះស្លឹកម្រះហើយអានេះបន្លែស្លឹកម្រុំធម្មជាតិពិតនៅក្រោយផ្ទះចានៅក្រោយផ្ទះមុខផ្ទះជាហៀងផ្ទះសិតបន្លែនៅក្រោយផ្ទះទេចាធម្មជាតិស្រស់យើងពុះយើងដាក់អង្ករលីងរោយវាទៅក៏លីងស្រេចតែយើងចង់ដាក់ខាប់ឬក៏រាវស្រេចតែបងប្អូននេះចាហើយនេះគឺបន្លែនៅក្រោយផ្ទះបេះហើយបន្លែអត់មានជាតិគីមីអីទាំងអស់ជាបន្លែស្រស់ធម្មជាតិចាមកស្លកកូរនាងខ្ញុំមើលទៅតំណងឆ្ងាញ់ឡលីសាបានឆ្អិនហើយនេះបិទភ្លើងមុនមិញភ្លេចដាក់ឲ្យពុះខូចទៅឥឡូវអត់ទេឆ្អិនហើយបានមួយឆ្នាំងហត់ទៅមើលហត់តិចមើលទៅឃើញហើយពេលខ្លះយើងត្រូវបទាបតម្លៃភាពជាមនុស្សរបស់យើងដើម្បីបំពេញទំនួលខុសត្រូវរបស់យើងហើយនឹងឈឺចាប់ហើយបើបងឯងសួរខ្ញុំថាបំភ្លេចវាមិនអត់ភ្លេចទេអូខេវានៅតែចាំអញ្ចឹង